អំពីរបៀបនៃការ copy link TikTok ទៅដាក់នៅក្នុង YouTube channel បងប្អូនណាហ្នឹងហើយបាទអញ្ចឹងដើម្បីយើងទៅ copy link TikTok យកទៅដាក់នៅក្នុង YouTube channel បានបងប្អូនចូលទៅកាន់នៅក្នុង TikTok ទៅបងចូលទៅ profile ណានេះបងប្អូនមើលកន្លែងក្បាលរូបមនុស្សនេះមកបងប្អូនចូលទៅ profile ទៅបាទហ្នឹងហើយបន្ទាប់ពីចូលបងប្អូនចូលមកកាន់នៅ profile របស់យើងហើយបងប្អូនមើលត្រង់កន្លែងលើនេះណាគេដាក់កន្លែងនេះគេ share profile ណាបាទហ្នឹងហើយអញ្ចឹងបងប្អូនក៏ចុចឡើង share profile ហ្នឹងទៅបាទបន្ទាប់មកវានឹងloadនៅខាងក្រោមនេះវាមាន2បងណាហ្នឹងហើយវាមាន2ចំណុចឲ្យយើងជ្រើសរើសវាមានគេដាក់ copy link ហើយនឹង share link បាទអញ្ចឹងហ្នឹងហើយអញ្ចឹងបងប្អូនចុចថាពាក្យ copy link ទៅបាទទៅពាក្យ copy link ហើយបងប្អូនទៅកម្មវិធីទូរស័ព្ទដើមយើងវិញទៅបន្ទាប់ហើយបងប្អូនចូលទៅកាន់នៅក្នុងជ្រុំណាបងប្អូនហ្នឹងហើយបន្ទាប់បងប្អូន copy link TikTok ហើយបងប្អូនចូលទៅកាន់នៅជ្រុំបងប្អូនគ្នាបាទហ្នឹងហើយបើសិនតែបងប្អូនវាអត់មានមក load នៅ youtube.com ទេបងប្អូនអាច search មកណាបងប្អូនអាចសរសេររឿងឲ្យពេញដាក់ youtube.com ខ្ញុំឧទាហរណ៍សរសេរបងប្អូនមើលទៅបាទបងប្អូនសរសេរមក YouTube បាទបងប្អូននេះពាក្យពេញ youtube.com ណាបាទហ្នឹងហើយបងប្អូនមើលនេះណានេះបងប្អូនមើលគេដាក់កន្លែង profile នេះបងប្អូនចូលលើ profile ហ្នឹងទៅបងប្អូនយកពាក្យថា renew your channel ហ្នឹងគេដាក់ renew your channel បងប្អូនចុចលើហ្នឹងទៅបាទហ្នឹងហើយបន្ទាប់ពី custom mix channel ហ្នឹងមកចុចលើហ្នឹងទៅបាទវានឹងចូលទៅ studio youtube.com តែម្ដងបាទចូលចុចហ្នឹងមកបាទតោះវានឹងចេញតម្រងបែបហ្នឹងមកហ្នឹងហើយបងប្អូន add ណានេះដោយសារ link TikTok ហ្នឹងខ្ញុំបាន copy ពីមុនមកហើយអញ្ចឹងណាបាទហ្នឹងហើយឥឡូវខ្ញុំចង់គាត់ធ្វើវីដេអូនេះទៅវានឹង load ចេញមកអញ្ចឹងណាបងប្អូនហ្នឹងបាទហ្នឹងហើយអញ្ចឹងបងប្អូនគ្រាន់តែវាយមកបងប្អូនដាក់សរសេរមកបាទ TikTok ចឹងមកបាទគ្រាន់តែយកមករៀមដៃយើងទៅស្កត់នៅលើរូបនៅក្នុងប្លុកកដាលក្នុងកឡោនឲ្យជាប់ទៅបាទបងស្កត់ឲ្យជាប់ទៅវានឹង load ចេញពាក្យផាសមកតែម្ដងបាទបងប្អូនចុចពាក្យផាសមកបាទហ្នឹងហើយបាទហើយបងប្អូនវានឹង load ចេញមកចឹងតែម្ដងបាទហ្នឹងហើយអញ្ចឹងបន្ទាប់បងប្អូនបានបំពេញនៅ link title បងប្អូនសរសេរនៅ URL ហើយបងប្អូន zoom ឲ្យទូចទីមកបាទបងប្អូនអូសចុះក្រោមនេះបងប្អូនមកមើលចំណុចខាងលើនេះកន្លែងខ្មៅមើលណាបងប្អូននេះកន្លែងខ្មៅបងប្អូនហ្នឹងហើយគេដាក់ public បាទអញ្ចឹងបងប្អូនគាត់ចុចទៅលើពាក្យថា public ហ្នឹងទៅមានជាការស្រេចបាទ link ហ្នឹងវាបានអត់តើវាជាមួយនឹងខ្ញុំទាំងអស់គ្នាបាទហ្នឹងហើយអញ្ចឹងបងប្អូនទៅកម្មវិធីទូរស័ព្ទដើម YouTube មកចុចចូល profile យកមកបងប្អូន channel ហ្នឹងមកហើយបងប្អូនចុច channel ហ្នឹងបងចុចលើមកទៀតមកហើយ link TikTok របស់យើងបងប្អូនហ្នឹងហើយដែលយើង copy មិញហ្នឹងបងប្អូនទាំងគ្នាបាទហ្នឹងហើយបាទហើយសូមបងប្អូនជួយចុច subscribe channel របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបាននៅវីដេអូថ្មីមុនគេបាទសូមអរគុណសូមជម្រាបលា